hướng của họ miền này tha bầm play cà bịch đằng á vậy trong Phật giáo mà nó anh vậy hướng tu sanh nè đi nè nuôi thế đó nè nghe tu sanh nè đi nè nuôi ai than chạy than cho con là của họ khác bạp tích của họ khác bạp chả là bạn đang ngheរឿងភាសាលោកខាងលិចគេហៅ white lie black lie អានឹងរឿងរបស់គេទេទស្សនៈរបស់គេទេប៉ុន្តែរឿងក្នុងធម៌ក្នុងពុទ្ធសាសនាហ្នឹងគឺលោកណែនាំកុំឲ្យបំផ្លែងការពិតអាម៉េចវាអញ្ចឹងទៅប៉ុន្តែឲ្យមានបញ្ញាផងក្នុងការនិយាយការពិតហ្នឹងឧទាហរណ៍ថាពេលហ្នឹងនិយាយទៅគាត់ច្រឡោតតោតតោងគាត់ខឹងគាត់ទទួលយកអត់បានចាំពេលណារៀងស្ងាត់តិចទៅចាំអាចនិយាយគាត់បាននិយាយទៅអញ្ចឹងណាហ្នឹងហើយមិនមែនឲ្យដាក់ម៉ាំងប្រយណាការពិតទេអាហ្នឹងមិនមែនទេដល់តែស្គាល់ការផងលោកគ្រូលើករឿងមួយលោកគ្រូបិទបញ្ចប់ហើយមានលោកយាយម្នាក់និយាយអញ្ចឹងមិនមែនឲ្យបងប្អូនទិញឆ្នោតទេណាព្រោះស្រុកគេហ្នឹងវាអញ្ចឹងមើលទិញឆ្នោត1ដុល្លារអញ្ចឹងទៅបានប្រាក់100លាន200លានអីហ្នឹងលឺអីទាំងអស់គ្នាហើយលោកយាយទិញចុះទិញឡើងគាត់ត្រូវឆ្នោតរបស់ច្រើនរបស់គាត់ដែរចូល100លានហើយគាត់កើតជំងឺអីគេកូនខ្សោយបេះដូងអញ្ចឹងកូនចៅអត់ហ៊ានប្រាប់ទេពីព្រោះបើប្រាប់ទៅមិនបើប្រាប់ទៅទៅអាចគាំងបេះដូងអញ្ចឹងគាត់ទៅជួលអ្នកជំនាញចិត្តសាស្ត្រដើម្បីនិយាយប្រាប់ដល់ម្ដាយហើយអ្នកចិត្តសាស្ត្រគេដឹងរបៀបនិយាយហ្នឹងគាត់ណានិយាយពង្រៀងចុះពង្រៀងឡើងបើកក្តោងពង្រៀងសមុទ្រវល់មកដល់ថាលោកយាយឧបមាថាបើលោកយាយត្រូវឆ្នោត100លានតើលោកយាយគិតថាម៉េចបាទហើយលោកយាយសួរគ្រូពេទ្យហ្នឹងវិញថាលោកគ្រូនិយាយមែនណាអាឧទាហរណ៍ថាបើមែនណាបើមែនណាខ្ញុំឲ្យលោកគ្រូពាក់កណ្ដាលដល់វគ្គលោកគ្រូពេទ្យសួរបញ្ជាក់យាយថាយាយនិយាយមែនណាថាខ្ញុំនិយាយមែនណាបើខ្ញុំត្រូវមែនខ្ញុំឲ្យលោកគ្រូពេទ្យពាក់កណ្ដាលអ្នកគាំងបេះដូងមិនមែនលោកយាយណាអ្នកគាំងបេះដូងពីណាពេទ្យគាំងបេះដូងពេទ្យហ្នឹងបាត់ទៅគឺចឹងសរុបមកវិញថាក្នុងពុទ្ធសាសនានិយាយពីរឿងការកុហកឲ្យតែកុហកគឺខុសហើយពីព្រោះវាបាត់បង់ការពិតប៉ុន្តែកុហកខ្លះមានបាបតិចកុហកខ្លះមានបាបច្រើនកុហកដែលបំផ្លាញគេអានឹងបាបច្រើនកុហកថាឯងអត់ប្រឹងរៀនឯងចាំមើលអីខ្លាស៊ីស្អីឧទាហរណ៍អញ្ចឹងណាអានឹងវាបាបតិចអញ្ចឹងទៅបាទដល់ចាស់អាមោទនី